សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកអំពីវិធីធ្វើចាហួយឈូកពីរសជាតិដូចជាដែរគ្រឿងផ្សំរបស់យើងនោះគឺមានដូចជាម្សៅចាហួយឈូកចំនួន2កញ្ចប់ដែលមួយកញ្ចប់គឺយើងប្រើទឹក1លីត្រអញ្ចឹងយើងធ្វើ2កញ្ចប់យើងត្រូវប្រើទឹកចំនួន2លីត្រណាបងប្អូនឥឡូវនេះយើងក៏ដាក់ដាំទឹករបស់យើងរួចហើយយើងក៏មកកាត់ចាហួយរបស់យើងចំនួន2កញ្ចប់លាយជាមួយនឹងស្ករសចំនួន100ក្រាមអញ្ចឹងម្សៅចាហួយ2កញ្ចប់ទឹក2លីត្រស្ករស100ក្រាមតែបើធ្វើមួយកញ្ចប់ទឹក1លីត្រស្ករ50ក្រាមបងប្អូនលាយម្សៅចាហួយជាមួយស្ករឲ្យចូលគ្នារួចហើយយើងក៏ចាក់វាចូលទៅក្នុងឆ្នាំងហើយយើងក៏ចាប់ផ្ដើមកូរអញ្ចឹងទៅកុំចាំបាច់ទឹកពុះចាំចាបងប្អូនទឹកយើងក្តៅអ៊ុនៗចាក់ចាហួយចូលហ្មងទៅរួចហើយយើងកូរចូលគ្នាឲ្យរលាយទុកវារហូតដល់ពុះបិទភ្លើងជាការស្រេចនៅពេលដែលចាហួយរបស់យើងឆ្អិនហើយឥឡូវនេះយើងក៏មកញែកវាជា2ដែលយើងធ្វើ2រសជាតិបងប្អូនអញ្ចឹងយើងយកសូ2អញ្ចឹងមកយើងចាក់1លីត្រដូចគ្នាទាំងពីរអញ្ចឹងមកនេះហើយយើងក៏ដាក់រសជាតិតាមដែលយើងចង់បានអញ្ចឹងរសជាតិទី1ដាក់ជាមួយរសជាតិកាឡេនដែលមានសេរ៉ូកាឡេនហើយមានម្សៅកាឡេនខូស៊ីទៀតដាក់ម្សៅកាឡេនផងសេរ៉ូកាឡេនផងចេះធ្វើរសជាតិកាន់តែឈ្ងុយឆ្ងាញ់ហើយវាមានពណ៌រាងដិតស្អាតបងប្អូនបើសិនជាអត់ដាក់ម្សៅនឹងទេដាក់ទឹកកាឡេនវារាងសកូរចូលគ្នាឲ្យសព្វមកចូលដល់កែវទី2ម្ដងគឺយើងប្រើជាមួយនឹងរសជាតិប៉េះចាក់ទឹករសជាតិប៉េះចំនួន100មីលីលីត្រចូលរួចហើយកូរចូលគ្នាឲ្យសព្វរួចហើយយើងក៏ចាក់វាចូលទៅក្នុងចានឬក៏ថាសអីស្អាតមួយចឹងមកដើម្បីទុកវាត្រជាក់នេះគឺជារសជាតិប៉េះហើយចំណែកឯចានទី2វិញគឺជារសជាតិកាឡេនអញ្ចឹងទាំងប៉េះទាំងកាឡេនគឺថាឈ្ងុយដូចគ្នាបងប្អូនទុកវាចោលប្រហែល1ម៉ោង2ម៉ោងទៅវាកឲ្យបងប្អូនយើងក៏ចាប់ផ្ដើមយកវាមកឈូសមកធ្វើជាសរសៃដល់ថ្ងៃនេះយើងធ្វើជាចាហួយឈូសអញ្ចឹងចំពោះចាហួយនេះដែរធ្វើចាហួយឈូសក៏បានឬក៏ធ្វើចាក់ចូលក្នុងពុំក៏បានឬក៏កាត់ដុំៗក៏បានដែរបងប្អូនចង់បានរសជាតិអីចាក់រសជាតិនឹងចូលទៅឥឡូវនេះយើងក៏ចាប់ផ្ដើមមកចាប់ចាហួយរបស់យើងធ្វើជា topping ដាក់ពីលើអញ្ចឹងមករួចរាល់ហើយអញ្ចឹងសូមបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុជអាចឆាតចូលពេកបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នា